បងប្អូនអ្នកតាមអនឡាញសុខសប្បាយជាបឋមសូមថ្លែងអំណរគុណដល់មហាករុណាគុណឋានលើគុណធម៌គ្រូហើយនឹងលោកស្នូសនៅលេងតជំតាកណានិងគ្រូជាទាំងអស់ដែលមានការផ្ដល់នាងខ្ញុំដែលថ្ងៃនេះគឺបានមកប្រចាំផ្សាយជាមួយបងប្អូនថ្ងៃនេះគឺនៅក្នុងអនឡាញអញ្ចឹងមករៀនថ្ងៃនេះគឺសេចក្តីស្រឡាញ់គឺជាចម្លើយគ្រប់យ៉ាងអញ្ចឹងបានបែងចែកប្រធានបទជា4ចម្ពោះទី1គឺអារម្មណ៍កថាបញ្ហាដ៏ល្អបំផុតទី2ច្បាប់វិលជុំនៅលើលោកនេះទី3ជីវិតខ្ញុំស្ថិតក្នុងកម្រិតដៃខ្ញុំទី4កែប្រែតែបន្តិចជីវិតកាន់តែប្រសើរអញ្ចឹងយើងមកមើលចម្ពោះទី1តាមពិតបញ្ហាទាំងអស់គឺដោយសារថាមូលហេតុដែលមានជាឧបសគ្គគឺជាការរារាំងដល់គោលដៅរបស់យើងគឺស្ថានភាពសពថ្ងៃគឺមិនបានដោះស្រាយឬមួយក៏មានឧបទ្ទវហេតុអ្វីមួយសំខាន់គឺបញ្ហាគឺយើងទទួលបានយើងចង់ទទួលបាននៅចម្លើយអញ្ចឹងអ្វីទៅគឺជាចម្លើយដ៏ល្អបានដឹងហើយថាស្រែសំណាងគឺស្ថិតនៅក្នុងចិត្តរបស់យើងនៅលើស្រែសំណាងយើងគឺបានដាក់ដាំនៅក្របពូជគង់តែមិនថ្ងៃណាមួយនឹងបានដោះជាបន្លកទទួលបាននៅផ្លែទទួលបាននៅលទ្ធផលអញ្ចឹងស្ដាប់គោលចឹងគឺមានប្រសាសន៍ថាមនុស្សបើសិនជាធ្វើល្អសំណាងត្បិតតែមិនទាន់មកដល់ក៏ប៉ុន្តែគ្រោះមហន្តរាយបានឃ្លាតឆ្ងាយបាត់ទៅហើយគឺចង់ប្រាប់អ្នកថាបានដឹងថាឲ្យតែអ្នកទាំងគ្នាគឺធ្វើអំពើល្អក្នុងចិត្តយើងមានស្ដីស្រឡាញ់នៅពេលដែលយើងមិនទាន់មានសំណាងក៏ប៉ុន្តែគ្រោះមហន្តរាយគឺលែងមានទៀតហើយនេះគឺជាការចាប់តាមនៃការមានសំណាងហើយយើងបានដឹងថា E-Ching គឺមានចំនួន64អញ្ចឹងនៅក្នុង64កម្ពីនេះគឺមានល្អមានអាក្រក់មានសំណាងគឺនឹងមានគ្រោះអញ្ចឹងគឺមានតែកម្ពីឈាននឹងឈានតែមួយគត់ដែលមានតែសំណាងតែគ្មានគ្រោះមហន្តរាយអញ្ចឹងថាអ្នកដែលមានថាឈានមានថាគឺការដាក់ចិត្តកាយគឺទទួលបាននៅអត្ថប្រយោជន៍គឺពេលដែលយើងមានការអំណត់ក៏ជាទទួលបាននៅការខាត់បងអញ្ចឹងការដាក់ចិត្តកាយគឺជាមូលដ្ឋានគ្រឹះនៃគុណធម៌នៅក្នុងចិត្តរបស់យើងឲ្យតែមានថាការដាក់ចិត្តកាយចេះបន្ទាបខ្លួនគឺយើងនឹងមានសេចក្តីស្រឡាញ់អញ្ចឹងលេងមកមើលធ្វើយ៉ាងដើម្បីឲ្យក្នុងចិត្តរបស់យើងគឺមានក្តីស្រឡាញ់មានអ្នកគ្រូម្នាក់គឺពេលតែគាត់បានរៀបបញ្ចប់គឺបានចាត់ចែងដោយសាលារៀនទៅដល់ភ្នំដល់ភូមិមួយដែលធ្វើជាគ្រូបង្រៀនហើយនៅក្នុងនោះគឺជាភូមិដល់ដាច់ស្រយាលមួយឆ្នេះហើយគឺធនធានក៏មិនសូវជាគ្រប់គ្រាន់អ្វីដែរចឹងហើយពួកគាត់គឺជារៀងរាល់ថ្ងៃគឺថាមានការផ្គត់ផ្គង់ជាអាហារអីក៏ដោយនោះគឺក្រៅពីថាឆៃថាវគឺបន្លែឆៃថាវតែប៉ុណ្ណឹងអញ្ចឹងអ្នកគ្រូនេះគឺជារៀងរាល់ថ្ងៃគាត់បរៀនគឺមួយថ្ងៃគឺថាត្រូវឈរពេញតែម្ដងអញ្ចឹងមានអារម្មណ៍មួយថាហាក់បីដូចជាសុខភាពគាត់គឺរៀងពិបាកនឹងទ្រង់ណាស់ហើយក៏គាត់បានដើរទៅដល់ភូមិនៅក្បែរសាលារៀនហ្នឹងក៏បានឃើញគេលក់ពមន់គាត់ចង់ទិញពមន់ដើម្បីមកពៅនៅធម្មពលខ្លួនគាត់អញ្ចឹងអ្នកលក់ពមន់គឺជាលោកយាយចាស់ម្នាក់ហើយគាត់ក៏បានឃើញលោកយាយហ្នឹងមានអារម្មណ៍មួយថាគួរអាណិតមែនទែនលោកយាយពីព្រោះថាគាត់រស់នៅតែម្នាក់ឯងនៅតំបន់ដាច់ស្រយាលនោះហើយគាត់គិតថាជាធម្មតាគឺនៅក្នុងទីក្រុងវិញគឺពមន់មួយគ្រាប់គឺ4កាក់5សេនអញ្ចឹងគាត់គិតថាអញ្ចឹងគាត់នឹងថាធ្វើជាថាអ្នកទិញពមន់គាត់ដោយឲ្យតម្លៃរៀងខ្ពស់ហាក់បីដូចជាថាការដាក់ទានជូនលោកយាយនឹងតែម្ដងទៅគឺទិញមួយគឺ5កាក់ចំណែកចម្លែកមែនតើលោកយាយហ្នឹងគឺអត់មានតថ្លៃគាត់ទេអញ្ចឹងរាល់ថ្ងៃគឺគាត់នៅក្នុងពេលតដៅគឺគាត់នឹងមកទិញពមន់ពីលោកយាយហ្នឹងអញ្ចឹងមួយរយៈពេលក្រោយគឺអ្នកគ្រូមួយនេះគឺគាត់នឹកឃើញថាលោកយាយនេះគឺជាគួរអាណិតមែនតើដូច្នេះក៏គាត់បានតម្លើងតម្លៃហើយគាត់គឺ5សេនទៀតបាទអញ្ចឹងលោកយាយហ្នឹងគឺថាអត់ព្រមទេហេតុដូច្នេះហើយគឺគាត់បានថានិយាយតថ្លៃគ្នាទៅវិញមកអញ្ចឹងលោកយាយហ្នឹងក៏គាត់ថាមិនដឹងជានិយាយជាមួយអ្នកគ្រូយ៉ាងម៉េចក៏យល់ព្រមជាមួយអ្នកគ្រូហ្នឹងតែម្ដងទៅគឺ5កាក់5សេនបាទលក់ឲ្យអ្នកគ្រូហ្នឹងមួយរយៈពេលក្រោយមកហើយអ្នកគ្រូហ្នឹងគឺចិត្តមកដល់ពេលដែលត្រូវមកទិញប្រមាណទៀតហើយក៏តែថ្ងៃនេះគឺថាអ្នកគ្រូហ្នឹងថាមករៀងយឺនតិចហើយនៅពេលនោះក៏គាត់មើលពីឆ្ងាយបាទក៏គាត់ឃើញអ្នកដែលជាឈ្មោះលក់ពមន់គឺចង់មកប្រមូលពមន់ទិញពីលោកយាយហ្នឹងគឺគេនឹងចង់ទិញពមន់លោកយាយទាំងអស់
ហើយក៏បានតតាំងជាមួយលោកយាយនឹងយូរមែនទែនមិនទាន់ចប់សពគ្រប់នោះទេហើយចឹងហ្នឹងអ្នកលក់ប្រមាណនឹងថាលោកយាយឥឡូវខ្ញុំឲ្យលោកយាយ6កាក់ចុះបាទលក់ឲ្យខ្ញុំទាំងអស់ហ្មងទៅលក់6កាក់ទៅអញ្ចឹងនៅក្នុង6កាក់នេះគឺថានៅក្នុងភ្នំក្នុងភូមិមួយនេះគឺតម្លៃខ្ពស់មែនតើហើយលោកយាយអញ្ចឹងលោកយាយនឹងគឺថាគាត់មានការចំទាស់ថាគាត់មិនលក់ទេនៅពេលនោះគឺថាគាត់គឺថាលោកយាយលក់ឲ្យខ្ញុំហ្មងទៅលោកយាយខ្ញុំទិញទាំងអស់ប្រមាណរបស់លោកយាយគឺពងមកបាទថាប្រមាណលោកយាយនឹងគឺថាឆ្ងាញ់មែនតើតែមន់គឺថាមន់កសិកម្មលក់ខ្ញុំហ្មងទៅអញ្ចឹងលោកយាយគាត់បាននិយាយថាខ្ញុំមិនលក់ឲ្យអ្នកឯងទេមូលហេតុគឺដោយសារខ្ញុំចង់យកប្រមាណនេះគឺលក់ឲ្យអ្នកគ្រូដោយសារអ្នកគ្រូហ្នឹងគឺថាគាត់មើលពីទីឆ្ងាយបាទមកដល់ភូមិនេះគឺដើម្បីបរៀនក្មេងរបស់ភូមិយើងហើយគាត់ស្គាល់មែនតើអញ្ចឹងសង្ឃឹមថាអ្នកគ្រូហ្នឹងគឺថាមានរៀងមានជីវជាតិតិចឲ្យគាត់រៀងថតតិចកាន់តែមានសុខភាពល្អយ៉ាងដូច្នេះទៅអ្នកគ្រូនឹងថាអាចបន្តនៅក្នុងភូមិរបស់យើងបរិញ្ញាបានយូរទៀតអញ្ចឹងគោលរបស់យើងគឺនឹងត្រូវការអ្នកគ្រូនឹងកាន់តែត្រូវការមែនតើអញ្ចឹងបែរនិយាយអញ្ចឹងគឺលើសូវអញ្ចឹងទៅគឺគាត់គិតថាគាត់ចេះតែគិតថាគាត់គឺជាអ្នកដែលពេលដែលអ្នកគ្រូនឹងមកពីចម្ងាយក៏គាត់លើសូវថាតាមការពិតគឺអ្នកដែលថាបរិច្ចាគឲ្យលោកយាយគឺមិនមែនជាអ្នកគ្រូទេគឺអ្នកដែលបរិច្ចាគធំជាងគេគឺទៅជាលោកយាយហ្នឹងគឺជាអ្នកបរិច្ចាគឲ្យអ្នកគ្រូនឹងវិញតាមពិតគឺប្រមាណបាទមិនដំបូងគឺតម្លៃហ្នឹងគឺ6កាក់មិនមែនជាតម្លៃ4កាក់កន្លះ5កាក់ឬមួយក៏6កាក់អីនោះទេដូច្នេះហើយឲ្យតែយើងធ្វើល្អដាក់គេគឺដូចជាធ្វើដាក់ខ្លួនឯងអញ្ចឹងឲ្យតែអ្នកឯងសង្ឃឹមថាទទួលបានអ្នកឯងត្រូវឲ្យគេទទួលបានសិននៅក្នុងជីវិតរបស់យើងជួនកាលគឺជាការវិលត្រឡប់មកវិញយើងយកសេចក្តីស្រឡាញ់និងការស្លូតបូតទៅឲ្យអ្នកដទៃអ្នកប្រកាសជាទទួលបាននៅការប្រមូលផលនៅតបស្នងល្អត្រឡប់មកយើងវិញផងដែរបើមិនជាអ្នកឯងធ្វើល្អដាក់អ្នកណាគេទេនៅក្នុងការមើលវែងឆ្ងាយគឺដូចជាល្អចំពោះខ្លួនឯងចឹងដូច្នេះយើងចេះតែធ្វើជាអ្នកស្លូតបូតបន្តទៀតគឺយើងគ្រាន់តែភ្ជួររស់តែយើងគិតអំពីផលអញ្ចឹងហើយនៅក្នុងផ្លូវដែលយើងដើរគឺយើងចេះតែសាបព្រោះនៅសេចក្តីស្រឡាញ់សំណាងរបស់យើងគឺនៅក្បែរយើងជានិច្ចតាមមកទៀតនេះគឺយើងមកមើលថាអ្វីទៅគឺជាចម្លើយដ៏ល្អបំផុតនោះឥឡូវឆាកជាមួយមនុស្សថាបីដូចជាការប្រកួតប្រជែងរត់ប្រណាំងអញ្ចឹងបើថាអ្នកឈប់គឺត្រូវគេដេញតាមតាន់ឲ្យតែយើងរត់ទៅមុខរហូតមិនតែរត់ទៅមុខរហូតទេគឺយើងទៅដល់គោលដៅមិនថាយើងនៅសាលារៀនយើងនៅក្នុងកន្លែងការងារឬយើងនៅទីលានធម៌បើសិនជាមានពាក្យមួយគេថាបើថាមិនទៅមុខគឺមានថយក្រោយបន្តមកទៀតគឺយើងមកនិយាយអំពីបញ្ហាដ៏ល្អលើโลกនេះគឺមាន5គឺទី1អ្នកចូលរួមការប្រឡងប្រកួតប្រណាំងបើសិនជាតើអ្នកនោះគឺចង់បានលេខប្រហែលដែរទៅពេលយើង3វិនាទីគិត1 2 3ឥឡូវមកមើលចម្លើយហើយចម្លើយគឺផ្សេងអ្នកឆ្លើយថាអ្នកចង់បានលេខ1គឺអ្នកគឺជាអ្នកខុសហើយផ្សេងអ្នកជាអ្នកតាមតនអ្នកលេខ2គឺអ្នកនឹងចំនួនអ្នកទី1តែប៉ុណ្ណោះដោយសារអ្នកគឺជាអ្នកទី2តែប៉ុណ្ណោះហេតុអ្វីបាននិយាយយ៉ាងអញ្ចឹងពីព្រោះថាអ្នកទី3គឺទៅតាមតនអ្នកទី2អញ្ចឹងអ្នកគឺជាអ្នកទី2តែប៉ុណ្ណោះចម្លើយទី2បើសិនជាអ្នកឯងកំពុងតែរត់ប្រណាំងនោះអ្នកតាមអញ្ចឹងហើយបើថាសិនជាអ្នកតាមអ្នកតាមតនអ្នកដែលចុងក្រោយបង្អស់តើអ្នកគឺជាអ្នកទីប្រមាណដែរអញ្ចឹងខ្ញុំមកមើលចម្លើយគឺបើសិនជាអ្នកឆ្លើយថាអ្នកឯងគឺជាអ្នករាប់បញ្ចាស់លេខ2នោះអ្នកឯងគឺអ្នកខុសទៀតហើយសូមប្រាប់អ្នកឯងថាធ្វើយ៉ាងដូចម្តេចទៅអ្នកឯងអាចតាមតនអ្នករាប់អ្នកដែលយឺតជាងគេបង្អស់នោះសូមរក្សាការស្ងប់ស្ងាត់ដោយការពិចារណាហេតុអ្វីបានជាអញ្ចឹងពីព្រោះអ្នកដែលរត់ចុងក្រោយគេនោះគឺបាទគឺអ្នកខាងមុខរបស់គាត់នោះគឺជាអ្នកដែលថារាប់បញ្ចាស់ទី2សំណួរទី3យើងគឺយើងយកការបូកលេខឲ្យបានរហ័សកុំតែឲ្យប្រើកាសចូលទេអញ្ចឹងមកថា1000បូក40បូក1000បូក30បូក1000បូក20ហើយបូក1000ទៀតឥឡូវនេះគឺបូក10តើសរុបទាំងអស់គឺប្រមាណដែរនៅពេលនោះគឺថាចង្កោយឃើញសំណួរបែបនេះគឺមានការច្បុកច្បល់មែនតើក៏តែគឺបូកសរុបចូលគ្នាគឺបូកឃើញ5000
បើសិនជាអ្នកនរគ្នាឆ្លើយថា5000នោះដោយអ្នកគ្រូដែរនោះគឺក៏ខុសឆ្គងដែរចម្លើយពិតប្រាកដគឺ4100បើមិនជឿទេឥឡូវយើងយកកាសចូលមកគិតមើលថាតើពិតជា4100មែនអត់ឆ្នៃនៅពេលដែលយើងឃើញរឿងមិនមែនជារឿងពិតប្រាកដនោះទេសំណួរទី4បានជាអំណត់សំណួរទី4ហើយ Mary ដែលឪពុកគាត់គឺមានកូន4នាក់បាទកូនទី1គឺឈ្មោះណាណាកូនទី2គឺឈ្មោះណេណេកូនទី3ឈ្មោះនីនីកូនទី4ឈ្មោះណូណូអញ្ចឹងសួរថាកូនទី5គឺឈ្មោះអ្វីដែរបាទអ្នកនរនេះក៏មើលសំណួរបាទគឺមានអក្សរថាឈ្មោះក៏ដើមពី N ទាំងអស់បាទអញ្ចឹងចម្លើយគឺឈ្មោះនីវមែនអត់បាទកម្មតាពិតគឺចម្លើយក៏ខុសទៀតហើយឈ្មោះរបស់គាត់គឺ Mary គឺ Mali បើមិនជឿទេយើងមើលសំណួរមើលសួរដំបងគេសួរថាម៉េចបាទឪពុករបស់ Mary មានកូនស្រី5នាក់ចឹងហើយគឺជាសំណួរដែលអាចឲ្យយើងមានការភ្ញាក់អារម្មណ៍របស់យើងសំណួរទី5គឺមានអ្នកកោម្នាក់គឺចង់ទិញច្រាសដោះថ្មិញហើយក៏គាត់ធ្វើការដោះថ្មិញអញ្ចឹងហើយក៏គាត់បានប្រាប់អ្នកជាម្ចាស់ហាងថាគាត់ចង់បានច្រាសដោះថ្មិញហើយក៏គាត់បានទិញនៅច្រាសដោះថ្មិញឥឡូវនេះគឺថាមានអ្នកពីកាភ្នាក់ម្នាក់គឺគាត់ចង់ទិញវ៉ែនតាអញ្ចឹងគាត់ត្រូវប្រាប់គេយ៉ាងដំណេចដែរបាទគឺងាយស្រួលមែនតើគឺគាត់គ្រាន់តែហាមាត់សួរទៅគឺបានហើយពីព្រោះថាគាត់គឺជាអ្នកពីកាភ្នាក់មិនមែនជាអ្នកកោទេគឺងាយស្រួលយ៉ាងដូចនេះអញ្ចឹងសំណួរទាំង5គឺយើងបានសួរអស់ហើយលទ្ធផលដែលយើងធ្វើតេស្តគឺយកការថាផ្ទុកនៃ memory ក្នុងខួរក្បាលយើងឃើញវិញចំណុចក្រោយគឺដឹងថាការនោះគឺថាគឺជំងឺ COVID-19 ដែលកំពុងតែរីកដុះដាលនេះគឺដល់ឆ្នាំទី2គឺអ្នកនរនេះគឺកំពុងតែចាក់វ៉ាក់សាំងខាងក្រោយគឺថាពេលតែចាក់ដល់វ៉ាក់សាំងដូសទី6គឺថាមានអារម្មណ៍ថាខួរក្បាលរបស់យើងគឺមានការស្ពេកស្ពិលជួនកាលយើងឃើញមនុស្សម្នាក់ដែលថាយើងថាគាត់គឺជាអ្នកដែលយើងស្គាល់ក៏ប៉ុន្តែគឺជាតែគិតនឹកអត់ឃើញឈ្មោះរបស់គាត់ឆ្នៃគឺនៅពេលដែលយើងចាប់ដើមរកឃើញនៅ memory ខួរក្បាលរបស់យើងវិញបើសិនជាអ្នកឯងឆ្លើយត្រូវ5សំណួរគឺតេស្តដៃសម្រាប់ខ្លួនឯងទៅគឺយើងមានreflect មែនតើបើសិនជាអ្នកឯងគឺឆ្លើយត្រូវ4សំណួរគឺអ្នកឯងគឺជាមនុស្សធម្មតាទេហើយបើថាយើងឆ្លើយត្រូវ3សំណួរគឺមានថាអ្នកគឺមានការថាចាស់ជាងមុនគឺមិនជារឿងសំខាន់ទេគឺសំខាន់ជាងគេគឺអ្នកមានការខ្ជាបាទបើសិនជាអ្នកឆ្លើយត្រូវ2សំណួរគឺអ្នកឯងគឺមានគោលថ្នាក់តិចតួចហើយបើសិនជាអ្នកឆ្លើយត្រឹមតែ1សំណួរវីវហើយគឺអ្នកគឺមានភាពចាស់ជរាហើយបាទគឺមានជំងឺតក់មកនៃមនុស្សចាស់ហើយតាមការពិតអ្នកនរគ្នាគឺភាគច្រើនគឺដូចចំណាំក្រោយអញ្ចឹងគឺឆ្លើយខុសទាំងអស់ពីព្រោះថាខ្ញុំគឺជាអ្នកដែលឆ្លើយខុសទាំង5សំណួរក៏ប៉ុន្តែយើងមិនចាំទៅដេកពេទ្យទេគឺថ្ងៃនេះគឺអ្នកដែលកំពុងតែអង្គុយមុខអនឡាញនេះគឺជាអ្នកដែលអង្គុយដល់ត្រឹមត្រូវតែជ្រើសរើសពេលវេលាមកស្ដាប់ធម៌នេះទី2ចិនគឺគាត់បានបង្កើតជាអក្សរចិនបាទដូនតាចិនគឺមានន័យមែនតើគឺអក្សរស៊ីងបូកជាមួយនឹងអក្សរសូគឺស្មើនឹងអក្សរឯគឺស្រឡាញ់បាទអញ្ចឹងយើងមកមើលកូនអាយុ5ឆ្នាំគឺគាត់រៀននៅមត្តេយ្យមានថ្ងៃមួយគឺពេលដែលថ្ងៃអាទិត្យគឺជប់សម្រាប់ម្ដាយថាខាននាំកូនទៅលើភ្នំយូរហើយអញ្ចឹងថ្ងៃមួយហ្នឹងក៏គាត់បានហៅកូនក្រោកពីដេកហើយក៏គាត់បានយកកាបូបមួយថាដាក់ផ្លែប៉ោម2អញ្ចឹងថាសេវតាថាបញ្ញាពេកភ្លេចយកទឹកបាទអញ្ចឹងដើរបាត់ពាក់កណ្ដាលផ្លូវគឺថាក៏បាច់ញើសជោកហើយក៏គាត់បានស្រែកទឹកបានប្រាប់កូនថាកូនឯងសម្រាប់ផ្លែតិចទៅសម្រាប់គឺដើម្បីដើរផ្លូវកាន់តែវែងឆ្ងាយអញ្ចឹងសម្រាប់ផ្លែសិនហើយផឹកទឹកបន្តិចដល់ពេលគាត់មើលទៅថាចំអត់ឃើញទឹកធ្វើយ៉ាងម៉េចកូនក៏បាននិយាយថាម៉ាក់ចាស់យើងអត់មានយកទឹកមកធ្វើម៉េចទៅម៉ែម៉ាក់ក៏បានមានការ reflect ក៏បានថាអត់អីទេកូនពេលដែលម៉ាក់ចេញពីផ្ទះក៏បានយកប៉ម2ផ្លែឥឡូវកូនយកប៉មចេញមកអញ្ចឹងកូនដែលគួរស្រឡាញ់ក៏បានយកផ្លែប៉មទាំងពីរហ្នឹងចេញមកពេលដែលយកហើយក៏គាត់មើលខាំមួយម៉ាត់បាទដល់ពេលនោះម្ដាយគឺមានការខឹងមែនតើថាចង់ផ្ទុះកំហឹងក៏តែមិនបានជាកូនឯងញ៉ាំទាំងពីរអញ្ចឹងមិនចង់ឲ្យម៉ាក់ញ៉ាំមែន
នៅពេលនោះថាគាត់បានស្ដាប់នៅមេរៀនរបស់ថាការរីកចម្រើនរបស់អាណាព្យាបាលថាអ្នកឯងចប់ដោះស្រាយបញ្ហាគឺអ្នកឯងដោះស្រាយចិត្តរបស់អ្នកឯងសិនអញ្ចឹងក៏គាត់ដកដង្ហើមវែងគាត់ថាមួយហើយក៏គាត់បានធ្វើចិត្តឲ្យបានស្ងប់ហើយក៏បានសោកថាគាត់បានឯកក្បាលកូនថាកូនមិនបានជាកូនឯងចង់យកផ្លែប៉ោម12នេះយកមកខំមួយម៉ាត់អញ្ចឹងមិនមានន័យថាមិនដែរកូនអញ្ចឹងគាត់បានឆ្លើយយ៉ាងអឹមអៀនថាម៉ាក់ដោយសារថាខ្ញុំគិតថាយកផ្លែប៉ោមតែផ្អែមជាងគេយកជូនម៉ាក់ហូបអញ្ចឹងដូច្នេះហើយម្ដាយគឺមានការរំភើបចិត្តអត់សំណាងហើយដែលម៉ាក់អត់ដែលសំណាងហើយដែលម្ដាយសួរបើសិនជាមិនសួរទេគឺប្រហែលជាដាក់មកកំភ្លៀងបាត់ហើយអញ្ចឹងថាសេចក្តីស្រឡាញ់គឺនៅរហូតអញ្ចឹងយើងត្រូវតែឲ្យឱកាសដល់ក្តីស្រឡាញ់ធម្មតាគឺយើងមិននិយាយចេញមកហើយបើយើងមើលមិនបានច្បាស់អញ្ចឹងហើយគឺយើងត្រូវការស្ដាប់ត្រូវជជែកហើយរងចាំលទ្ធផលអញ្ចឹងហើយសេចក្តីស្រឡាញ់គឺត្រូវការរងចាំបាទពេលវេលាបន្តិចអញ្ចឹងចេះស្ដាប់គឺជាជីវធម៌អាចស្ដាប់គឺសមត្ថភាពហើយបើថាយើងប្រកែស្ដាប់គឺជាសំណាងចឹងថ្ងៃនេះគឺបងប្អូនអ្នកគ្នាបងប្អូនហ្នឹងគឺមិនត្រឹមតែចេះស្ដាប់អាចស្ដាប់និងប្រកែស្ដាប់ទេអញ្ចឹងយើងមិនត្រឹមតែមានសំណាងមានថាជីវធម៌យើងមានសមត្ថភាពក៏យើងមានសំណាងផងដែរអញ្ចឹងសេចក្តីស្រឡាញ់គឺជាចម្លើយគ្រប់យ៉ាងអញ្ចឹងមុននឹងនិយាយដើម្បីខាងលើនេះគឺថាបានឃើញតាមអនឡាញក៏បាន Google search ថាអញ្ចឹងកាលពីប្រហែលឆ្នាំមុនគឺបានច្រៀងចម្រៀងមួយបទគឺយើងច្រៀងតែមួយបទយើងច្រៀងតែម្ដងទៅបានហើយដើម្បីឲ្យយើងធ្វើចិត្តឲ្យស្ងប់ហើយយើងមើលអក្សរនៅលើអេក្រង់ខាងលើនេះបាទពេលស្ដាប់ចម្រៀងមួយបទខាងលើនេះហើយបងប្អូនហ្នឹងគឺមានអារម្មណ៍ថាកក់ក្ដៅក្នុងចិត្តដែរឬអត់លើលោកនេះគឺតែងតែមានច្បាប់ដ៏វិលជុំមួយអញ្ចឹងពេលដែលយើងជិះរថភ្លើងគឺយើងត្រូវការមានផ្លូវរថភ្លើងទើបអាចធ្វើដំណើរមកបានហើយបើមិនយើងដើរយើងត្រូវអែបខាងមែនទេអញ្ចឹងដូចថាយើងកំពុងតែស្ដាប់ធម៌តាមអនឡាញគឺកំពុងតែស្ដាប់នៅតាមអនឡាញនេះតែកង់គឺអង្គុយខាងណាដែរគឺស្រុកខ្មែរយើងគឺថានៅខាងឆ្វេងបាទអែបឆ្វេងបាទគឺប្រកាន់ស្ដាំបើថាយើងនិយាយមេរឿងគឺត្រូវតែប្រើមីក្រូហ្វូនស្ដាប់ធម៌គឺយើងត្រូវតែយកការយកចិត្តទុកដាក់របស់យើងស្វែងរីករាយនិងចិត្តគំនិតដ៏វិជ្ជមានរបស់យើងដើម្បីទទួលបាននូវធម៌ពលវិជ្ជមានបើថាផ្លូវទៅស្ថានអង្គរគឺមានការបត់បែនយើងជឿជាក់ថាមានថ្ងៃណាមួយគឺយើងគង់តែដល់គោលដៅតែប៉ុណ្ណោះគឺឲ្យតែយើងមិនខ្លាចការលំបាកខ្លាចហត់ខ្លាចការលំបាកយើងដឹងហើយថាលំបាកសពបែបយ៉ាងគឺយើងអាចឆ្លងផុតបានសេចក្តីស្រឡាញ់គឺជាចម្លើយគ្រប់យ៉ាងគឺមានអ្នកចំនួនម្នាក់គាត់ឈ្មោះ David
គឺគាត់ត្រូវទៅញូវយ៉កទៅធ្វើការគាត់បានបើកឡានមួយថ្ងៃពេញគឺគាត់ចិត្តដល់ម៉ោង10យប់ហើយគឺគាត់ថាប៊ីសនឹងងុយគេងតាមផ្លូវអញ្ចឹងកាលហ្នឹងគឺឆ្នាំ1995នៅពេលហ្នឹងគឺគាត់ក៏បានចុះពីលើផ្លូវ highway គឺគាត់ចង់រកកន្លែងសម្រាប់ផ្លូវកំដៅរជាយូរគឺថាស្រាប់តែឃើញមានកន្លែងមណ្ឌលចាស់ជ្រាបមួយគឺថាកំពុងតែបើកភ្លើងក៏គាត់ទៅគោះទ្វារហើយហ្នឹងគឺថាមានលោកតាមម្នាក់អត់ទាន់គេងទេក៏បានរៀបចំក្រែឲ្យគាត់គេងដើម្បីស្អែកគឺថាឲ្យគាត់ធ្វើដំណើរទៅមុខទៀតអញ្ចឹងដល់ពេលថ្ងៃបន្ទាប់ពេលព្រឹកពេលគាត់ភ្ញាក់ពីដេកគឺថាគាត់ចិត្តទៅហើយក៏ឮសំឡេងមួយប្រាប់គាត់ថាក៏គាត់ដើរត្រឡប់មកវិញថាលោកខ្ញុំគេងនៅទីនេះមួយយប់ហើយគឺត្រូវការខ្ញុំជួយលោកអត់ចឹងហើយគាត់ថាអ្នកឯងគឺជាថាភ្នាក់ងារដែលទេវតាឋានលើចាត់តាំងឲ្យមកមែនឬមិនមែនដោយសារពីមុនគឺថាមានលោកតាម្នាក់គឺថាគាត់បានចែកឋានហើយដោយសារនៅទីនេះគឺថាគឺជាកន្លែងជនបទធ្វើយ៉ាងម៉េចដើម្បីបញ្ជូនគាត់ទៅដល់កន្លែងវិហារយេស៊ូដើម្បីធ្វើការបញ្ចុះហើយគាត់ក៏បានគិតថាលោកដាវីតក៏គិតថាគាត់គឺជាអ្នកកាន់ខាងសាសនាគ្រិស្តគឺប្រហែលជាទៅកន្លែងភ្នូនៃសាសនាគ្រិស្តទៅស័ក្តិសមគាត់ថាអីទេដល់សប្តាហ៍គឺថាបើកឡានធំមួយថាអាចជួយដឹកមឈូសដើម្បីបញ្ជូនទៅដល់ទីក្រុងញូវយ៉កដើម្បីចូលទៅកន្លែងភ្នូដើម្បីធ្វើការបញ្ចុះអញ្ចឹងបើបងនៅខាងនេះយើងបើកឡានមិនថាយើងបើកឡានមួយណាទេនៅខាងក្រៅគឺថាមានមនុស្សម្នាក់ដែលសាកសពដែលមិនទាន់ដែលអត់អាចដកដង្ហើមបានចុះអ្នកហ្នឹងគឺព្រមអត់អញ្ចឹងតែវិញគឺគាត់អត់មានថាតបអីទេក៏គាត់បានជួយដល់លោកតាហ្នឹងនៅក្រៅមកគាត់ថាគាត់បានទៅដល់កន្លែងទីក្រុងញូវយ៉កគឺគាត់បានឃើញភ្នូគឺសាសនាហ្នឹងគឺគាត់បានប្រាប់អំពីដំណើរដើមតងនៃរឿងថាលោកតានេះគឺគាត់ឈ្មោះថាស៊ីម៉ុងវងសតុនពេលគាត់លើសូរអញ្ចឹងអ្នកគ្រប់គ្រងគាត់លើសូរអញ្ចឹងហើយគាត់មានអារម្មណ៍មួយថាហើយដូចជាស្តៀងឈ្មោះក្រោយមកក៏គាត់បានឃើញរូបរបស់គាត់ថាវ៉ាវគាត់ក៏បានភ្ញាក់បានមែនតើគាត់បានសក់ទឹកភ្នែកហើយបែបបានជាគាត់សក់ទឹកភ្នែកថាគាត់ចាំច្បាស់ថាលោកតានេះគឺជាកាលពី50ឆ្នាំមុនគឺជាអ្នកដែលសប្បុរសជនម្នាក់របស់ពួកគាត់កាលពី50ឆ្នាំមុនគឺថាគាត់បានផ្ដល់នៅប្រាក់ដែលគាត់សន្សំហ្នឹងគឺថាគល់ឲ្យអ្នកនរគ្នាដើម្បីធ្វើជាមូលនិធិមួយដើម្បីជួយសង្គ្រោះអ្នកនរគ្នាអញ្ចឹងគឺថាគាត់ក៏បានសង្ឃឹមថាលោក David នេះដែលនាំសាកសពគាត់មកនេះគឺថាគាត់បញ្ចុះនៅកន្លែងដែលអាចឲ្យគាត់មានកន្លែងល្អមួយអញ្ចឹងហើយលោកស៊ីម៉ង់អូសេតុននេះគឺយើងដឹងហើយថាមនុស្សម្នាក់មានកាលពីកន្លះឆ្នាំកន្លះសតវត្សមុនកន្លះទសវត្សមុនដែលគាត់បានកសាងនៅអំពើល្អគឺថានេះគឺជាការឆ្លើយតបចំពោះការខិតខំប្រឹងប្រែងអស់កន្លះទសវត្សរបស់គាត់នោះតែគាត់ខិតខំធ្វើតែអំពើល្អគឺដូចជាចិនគេគាត់និយាយតែលើកចាស់និយាយថាធ្វើអំពើល្អធ្វើបុណ្យបានបុណ្យបាទសាកបាត់បានបាបអញ្ចឹងតែយើងដាក់នៅក្របពូជដ៏ល្អមួយមានថ្ងៃណាមួយគឺថាវានឹងដោះជាបន្លកអញ្ចឹងយើងក៏មើលស្រានៅការខិតខំប្រឹងប្រែងធ្វើអំពើល្អរបស់យើងជាប្រចាំថ្ងៃឬក៏ចិត្តល្អរបស់យើងឬក៏ស្ដីស្លាញ់ដ៏ល្អរបស់យើងគឺមានតែការសកម្មភាពនៃស្ដីស្លាញ់នេះគឺខ្លាយទៅជាខ្សែបន្ទាត់មួយគឺបន្តនាំយើងទៅដល់កន្លែងភពអង្គរមានថ្ងៃណាមួយគឺជាផែនទីមួយដែលនាំយើងទៅណាគឺនាំយើងទៅផ្លូវឋានសួគ៌ឋានលើហើយយើងក៏បានឆែកមើលទៅលើ Google ថាមានផ្លូវជាច្រើនដែលត្រឡប់ទៅឋានលើដែលមានវីដេអូចង់ដឹងថាតើថ្ងៃណាមួយយើងត្រឡប់ទៅឋានលើយើងត្រូវទៅយ៉ាងម៉េចអញ្ចឹងប្រហែលជានៅក្នុងផ្លូវដែលយើងសាងធម៌នេះគឺយើងអាចមានផ្លូវបត់បែនជាច្រើនមានថ្ងៃណាមួយគឺក្នុងការក៏បានចូលរួមថ្នាក់ប្រធានផ្នែកមានពេលដែលយើងក្មេងហ្នឹងក៏មានព្រះទេវតាឋានលើបានមានចិត្តបតកណាហៅថាស៊ូសៀបើថាមានផ្លូវមួយគឺទៅដល់កន្លែងក៏ដៅគឺថាផ្លូវត្រង់ឬក៏ផ្លូវវាចវចតើអ្នកជ្រើសរើសផ្លូវមួយណាក្នុងការគឺជ្រើសរើសផ្លូវដែលនារីដែលកំពុងតែដើរផ្លូវត្រង់នេះនៅក្នុងស្រាប់កណ្ដាលនៃរូបខាងលើនេះអញ្ចឹងកំតែផ្លូវជីវិតរបស់យើងគឺមិនមែនជាផ្លូវដែលយើងនឹកគិតថាវាងាយស្រួលទេជួនកាលគឺយើងនឹកឃើញយើងជួបបញ្ហាការលំបាកនៅពេលដែលអ្នកនរគ្នាគឺបានធ្វើយើងនៅឯខាងនោះកំតែគឺព្រះទេវតាគឺគាត់ជាបន្តរក្សានៅផ្លូវដ៏ភ្លឺដ៏ចាស់ចាំមួយដើម្បីយើងដើរចឹងនៅក្នុងផ្លូវសាងធម៌គឺថាមានគ្រូថ្នាក់នោះក៏បានណែនាំយើងក៏បានឲ្យយើងទៅទទួលបានការបើកផ្លូវបញ្ញារបស់យើងដើម្បីឲ្យផ្លូវដែលយើងដើរនេះគឺកាន់តែមានការ
ឆ្ពោះទៅគោលដៅរបស់យើងកាន់តែត្រង់ហើយបើថាយើងមានដៃគូយើងមានមិត្តភ័ក្តិដើរជាមួយយើងគឺកាន់តែល្អអញ្ចឹងយើងតែងតែស្វែងរកឋានសួគ៌នៅកន្លែងណាតែពិតគឺនៅទីក្រុងថៃតុងនេះគឺជាកន្លែងឋានសួគ៌កាលពីឆ្នាំ2021គឺកន្លែងថាការសិល្បៈបាទរបស់ណានហួយគឺបាននេះគឺជាចិនដើរឡើងឋានលើមួយដែលនៅណានហួយបើសិនជាយើងដឹងហើយថាបើសិនយើងចង់ឃើញអាចទៅដល់ទីក្រុងថៃតុងបានដើម្បីយើងទៅមើលមានថ្ងៃណាមួយគឺយើងប្រកាសជាត្រឡប់ដល់ឋានលើក៏ឡើងចិនដើរបែបដូចនេះដែរអញ្ចឹងហើយគឺថាមានអត្ថបទខ្លីមួយថាសាងថតគឺដើម្បីទៅឡើងលើភ្នំអញ្ចឹងយើងថាឡើងភ្នំម្នាក់ឯងគឺថាអាចដើរវែងផ្លូវបើថាដើរមនុស្សមួយក្រុមគេហៅថាទៅស៊ើបផ្លូវអញ្ចឹងមនុស្សម្នាក់ដើរលឿនគឺងាយស្រួលនឹងវែងផ្លូវតែមនុស្សមួយក្រុមទើបអាចដើរបានកាន់តែឆ្ងាយអញ្ចឹងយើងអាចមើលស៊ើបផ្លូវទាំងគ្នាអញ្ចឹងជីវិតដែលអត់មានការគ្រោងទុកគឺថាជាការគុំរូបជីវិតដែលមានការគ្រោងទុកមានផែនការគេហៅថាផែនការហៅថាជីវិតដែលគ្មានគោលដៅគឺថាអនាថាមានជីវិតដែលមានគោលដៅគឺថាការចាប់ដើមដំណើរជីវិតចឹងយើងបានហៅថាមនុស្សយើងគឺសុទ្ធតែមានយកចំខ្មុំក៏វាមិនមានយកមិនបាញ់ជាខ្មុំគេចូលចិត្តគេឃើញគេស្រឡាញ់ដោយសារយើងចូលចិត្តទឹកខ្មុំដែលអាចជួយឲ្យយើងថាមានភាពផ្អែមល្ហែមក៏តែមូសក៏វារវល់ពេញមួយថ្ងៃក៏គេតាមរត់តាមផ្ទះហេតុអីបានជាគេផ្ទះដោយសារមូសគឺវាថាជាជក់ឈាមមនុស្សអញ្ចឹងយើងមិនចូលចិត្តខ្មុំតែយើងមិនចូលចិត្តសត្វមូសតែយើងចូលចិត្តសត្វខ្មុំso ថាយើងសំខាន់គេថាតើយើងរវល់ដើម្បីអ្វីទៅមានន័យទៅសំខាន់អញ្ចឹងថាសេចក្តីសំខាន់មួយគឺថាគឺសំខាន់ជាងការជ្រើសដ៏សំខាន់មួយដងគឺស្មើនឹងគឺឈ្នះអស់ការខិតខំប្រឹងប្រែងរាប់រយពាន់ដងទៀតថ្ងៃនេះគឺថាជីវិតរបស់យើងគឺជាថ្ងៃនេះជីវភាពរបស់យើងគឺដោយសារតែ3ឆ្នាំ5ឆ្នាំមុនគឺយើងមានការសម្រេចចិត្តហើយឆ្នាំ3ឆ្នាំ5ឆ្នាំមុនដែលយើងមានជីវភាពនេះគឺដោយសារតែអញ្ចឹង3ឆ្នាំ5ឆ្នាំក្រោយដែលយើងចង់បានជីវភាពនោះគឺតើតែយើងខិតខំប្រឹងប្រែងសម្រាប់ចិត្តពេលហ្នឹងទៅបើសិនជាសង្គមមួយថាគេត្រូវការថាជំរុញចោលអ្នកដែលមានសញ្ញាបត្រអញ្ចឹងយើងថានៅលើសង្គមនេះគឺថាគេមិនជំរុញចោលអ្នកដែលមានសមត្ថភាពរៀនសូត្រនោះទេយើងអាចកំពុងតែធ្វើការផងក៏យើងអាចទៅបំពេញថាសារណាឬក៏ទៅរៀនសូត្រថែមបានផងដែរអញ្ចឹងហើយការទៅទេសចរហ្នឹងគឺជាមគ្គទេសមួយការទៅទេសចរគឺត្រូវការមគ្គទេសអញ្ចឹងឆាកជីវិតមនុស្សយើងគឺត្រូវការអីគឺត្រូវការមគ្គទេសក្នុងជីវិតរបស់យើងផងដែរគឺគ្រូបាទអញ្ចឹងឥឡូវនេះគឺបាននិយាយឲ្យថាគឺមានការងារដ៏ល្អមួយគាត់ឈ្មោះថា check គឺការងាររបស់គាត់គឺថាគាត់ត្រូវគ្រប់ទីកន្លែងគឺដើម្បីទៅធ្វើការហើយក៏គាត់ត្រូវជិះយន្តហោះទៅហៅមកថាកន្លែងដែលគាត់ត្រូវទៅជាញឹកញាប់គឺប្រទេសអាល្លឺម៉ង់ពេលគាត់ទៅដល់អាល្លឺម៉ង់គឺគាត់មិនស្នាក់នៅសន្តាគារលំដាប់ខ្ពស់ទេថាគាត់ត្រឡប់មកដល់កន្លែងជាសន្តាគារមួយដែលកក់ក្ដៅមែនតើអញ្ចឹងគឺគាត់មានអារម្មណ៍ថាមិនចាំបាច់ដល់សន្តាគារថ្នាក់ខ្ពស់ទេដោយសារគាត់គិតថានៅបាទគឺថានៅសន្តាគារដែលគាត់ចូលចិត្តទៅហ្នឹងគឺថាមានសាឡុងដែលមានតុកបាទហើយមានប៉ាន់តែបាទប្រដាប់ឆុងតែអញ្ចឹងបាទជាងជួនកាលគេថាពេលព្រឹកគេថាគាត់ភ្ញាក់មិនទាន់ទៅហូបអាហារពេលព្រឹកទេគឺអ្នកបម្រើសន្តាគារក៏បានឆុងបាទនៅតែជ្រក់បាទដែលមានដាក់ទឹកឃ្មុំហើយគឺតែងតែដាក់កែវមួយដែលថាមិនសូវជាថាការពារកុំឲ្យយើងរលាកដៃបើកែវជាប់ជាតម្រូហើយពេលព្រឹកបើថាយើងមិនចូលចិត្តផឹកអ្វីដែលត្រជាក់ទេគេនឹងត្រៀមនៅកាហ្វេដែលគេកំពុងតែដាំហើយដែលអ៊ុនអញ្ចឹងមិនសិនជាអ្នកដែលថាប្រតិកម្មនឹងកាហ្វេគឺគេនឹងត្រៀមនៅកាហ្វេត្រៀមនៅទៅដោះគោអ៊ុនមួយហើយមួយទៀតគឺថាគឺជានំដែលគេទៅតែដុតហើយនៅពេលដែលឃើញខាងលើនេះហើយគឺចេកគឺថាគាត់គិតថានេះមានរបស់អស់នេះហើយតើខ្ញុំធម្មតានឹងចាក់ចេញពីសន្តាគារនេះទៅសន្តាគារផ្សេង
ស្នាក់នៅឬក៏ហូបអាហារពេលព្រឹកនោះអញ្ចឹងចាប់ពីពេលនេះទៅក៏គាត់មានអារម្មណ៍មួយថាឆ្ងល់ក៏គាត់ទៅសួរដល់អ្នកគ្រប់គ្រងសន្តាគារហ្នឹងសួរអំពីហេតុផលអញ្ចឹងសន្តាគារក៏បានឆ្លើយថាការរៀបចំបែបដូចនេះគឺមានម្ដងហ្នឹងគឺថាគាត់នៅកន្លែងសន្តាគារនៅប្រទេសអង់គ្លេសនោះថាមានមេរៀនមួយថាគ្រូហ្នឹងគឺបានជើញនៅថា manager ដ៏ល្បីរបស់សន្តាគារមួយដើម្បីមកនិយាយមេរៀនចឹងហើយ manager នេះក៏គាត់បាននិយាយថាផ្សេងអ្នកឯងដើរចូលទៅក្នុងសន្តាគារមួយដ៏ល្អយើងគ្រាន់តែមានការសំណូមពរគឺថាអ្នកនឹងត្រូវបានគេផ្ដល់នៅសេវាកម្មដ៏ល្អដល់អ្នកពេញចិត្តសូថាសន្តាគារមួយនេះគឺជាសន្តាគារមួយដ៏ល្អខ្ចោះដែរអត់ក៏ប៉ុន្តែបើសិនជាអ្នកឯងដើរចូលសន្តាគារមួយដ៏ប្រណិតថាថែមទាំងអ្នកមិនត្រឹមតែថាមិនបានហាមាត់និយាយអីទាំងអស់ក៏ប៉ុន្តែគឺថាគេនឹងផ្ដល់សេវាកម្មឲ្យអ្នកពេញចិត្តទាំងអស់ដោយមិនចាំបាច់អ្នកហាមាត់នោះទេវ៉ាវអញ្ចឹងសាក់ប្រៀបធៀបមកមើលថាតើសន្តាគារមួយណាដែលល្អជាងគេដោយសារថាការដែលថាអាជីវកម្មដ៏ល្អគឺមិនមែនថាផលចំណេញច្រើនទេគឺជាចិត្តស្មោះថាស្រឡាញ់របស់អតិថិជនដែលគេមានចំពោះសន្តាគារដែលគេចូលចិត្តមកសន្តាគារត្រឡប់មកស្នាក់នៅវិញនោះដែលគេចូលចិត្តមកហ្នឹងបាទទៅជាអ្នកពូកែចឹងហើយការដែលយើងប្រកបអាជីវកម្មគឺមើលទៅគឺថាភាពឆ្លាតវៃក៏ប៉ុន្តែតាមពិតគឺចំណុចកំពូលនៃភាពឆ្លាតវៃគឺអ្វីគឺការធ្វើចិត្តឲ្យទូលាយអញ្ចឹងនិយាយដល់ត្រឹមនេះក្នុងក្រៅបានដឹងថាតាមពិតការដំណើរការសន្តាគារមួយគឺមិនមែនថាយើងធ្វើចិត្តឲ្យទូលាយគឺជាការល្ងីល្ងើទេគឺជាថាភាពល្អមួយអញ្ចឹងនៅពេលដែលយើងបរៀនដល់កុមារនៅឋានៈអានកាពីធម៌នោះតាមពិតគឺថាការដែលយើងថាគ្រប់គ្រងនៅភោជនីយដ្ឋានឬក៏សន្តាគារនោះគឺជាចំណុចល្អដែលmanager នោះគឺថាគាត់មានដែលគាត់ធ្វើអញ្ចឹងហើយនៅក្នុងនោះគឺថាម្ចាស់នៃសន្តាគារក៏គាត់បាននិយាយថាគឺមិនមែនថាដោយសារតែមានការរៀបចំនៅកាហ្វេឬក៏នំប៉័ងដាក់ដើម្បីឲ្យភ្ញៀវហូបដើម្បីធ្វើឲ្យយើងមានការខាត់បងនោះទេគឺទាំងអស់នេះហើយគឺជាការធ្វើឲ្យអតិថិជនគឺថាមានការយកយល់អនុគ្រោះដល់អ្វីដែលជាការថាធ្វើមិនបានពេញលេញឬក៏មិនបានគ្រប់ជ្រុងជ្រោយរបស់សន្តាគារដោយសារយើងធ្វើមិនបានល្អនោះគឺមិនមែនដោយសារថាយើងមិនយកចិត្តដាក់នោះទេអញ្ចឹងហើយការដែលយើងធ្វើចិត្តឲ្យទូលាយគឺមិនមែនដោយសារថាយើងរាថយហើយយើងតឹងខ្សោយនោះទេគឺថាយើងរឹងមាំយើងខ្លាំងរហូតដល់ថ្នាក់យើងស្ម័គ្រចិត្តនឹងថាផ្ដល់នូវក្តីស្រឡាញ់ឲ្យគេនិងយកអនុគ្រោះឲ្យគេឆ្នេះហើយថ្ងៃនេះរាជបងដល់គ្នាអ្នកអរគុណខ្លួនឯងដោយសារថាយើងគឺជាអ្នកដែលស្ម័គ្រចិត្តដើម្បីឲ្យគេណែនាំយើងមកស្ដាប់មេរៀនខាងលើនេះអញ្ចឹងអ្នកនរនេះគឺជាមនុស្សល្អម្នាក់អ្នកនរនេះគឺជាអ្នកដែលមានសេចក្តីស្រឡាញ់ក៏មានចិត្តទូលាយផងក៏មានចិត្តទូលាយផងដែរអញ្ចឹងក៏បាននិយាយដល់ត្រឹមនេះដោយសារបញ្ហាពេលវេលាគឺចាប់តែដល់ត្រឹមនេះបាទសង្ឃឹមថាលើកក្រោយគឺយើងអាចបន្តថានិយាយពីមេរៀនសេចក្តីស្រឡាញ់គឺជាអ្វីៗគ្រប់យ៉ាងសូមអរគុណអ្នកនរគ្នា